មកស្គាល់បរិះខ្មែរម្នាក់ធ្លាប់ប្រកបអាជីពនៅលេខកំពូលបារាំងបច្ចុប្បន្នកណ្ដាលប័ណ្ណ UEFA Pro License បរិះដែលមានដើមកំណត់ខ្មែរមួយរូបធ្លាប់ប្រកបអាជីពនៅលេខកំពូលបារាំងបច្ចុប្បន្នកណ្ដាលប័ណ្ណ UEFA Pro License នោះគឺជាលោក Alan Fit ដែលមានដើមកំណត់ជាកូនខ្មែរនិងជាតួអង្គដ៏សំខាន់មួយនៅក្នុងពិភពបាល់ទាត់ក្នុងប្រទេសបារាំងនាអំឡុងឆ្នាំ1977រហូតដល់ឆ្នាំ1993តើលោក Alan Fit មានប្រវត្តិក្នុងអាជីពជាកីឡាករបាល់ទាត់ក្នុងលេខកំពូលបារាំងបែបណាថ្ងៃនេះសារព័ត៌មានត្រយងសូមបើកបង្ហាញជូនប្រិយមិត្តលោក Alan Fit ចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងនៅឆ្នាំ1977កាលនោះលោកមានវ័យត្រឹម19ឆ្នាំប៉ុណ្ណោះដោយចូលរួមជាមួយក្រុមបាល់ទាត់ Vichy ដែលស្ថិតនៅលេខលំដាប់ទី3ប្រទេសបារាំងក្នុងរដូវកាលឆ្នាំ1977ដល់ឆ្នាំ1978និងបង្ហាញខ្លួនបាន25លើករកបាន3គ្រាប់លុះដល់ឆ្នាំ1979លោកបានផ្លាស់ទៅចូលរួមជាមួយក្រុមបាល់ទាត់ Bastia នៅលេខលំដាប់ទី2ប្រទេសបារាំងដោយចំណាយពេលនៅទីនោះអស់រយៈពេល5ឆ្នាំចាប់ពីឆ្នាំ1979ដល់ឆ្នាំ1984បន្ទាប់ពីបង្ហាញគុណភាពលេងបានយ៉ាងល្អលោកត្រូវបានក្រុមនៅលេខកំពូលរបស់ប្រទេសបារាំង AJ Azuri ទិញយកនៅឆ្នាំ1984ដល់ឆ្នាំ1987ដោយបង្ហាញខ្លួនលេងនៅក្នុងការប្រកួតបាន105ប្រកួតនិងរកបាន5គ្រាប់ឈានដល់ឆ្នាំ1987លោកបានផ្លាស់ទៅកាន់ក្រុមបាល់ទាត់ Ligue OSC សមាជិកលីកកំពូលរបស់ប្រទេសបារាំងដូចគ្នាដោយចូលរួមរហូតដល់ឆ្នាំ1993លេងបាន182ប្រកួតនិងរកបាន11គ្រាប់មុនបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅទីនោះក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់លោក Alan Fit ចាប់ផ្ដើមអាជីពជាគ្រូជំនួយក្នុងក្រុមបាល់ទាត់ AJ Azuri ហើយត្រូវដំឡើងជាគ្រូបង្វឹកបណ្ដោះអាសន្នរយៈពេលខ្លីចាប់ពីឆ្នាំ2001រហូតដល់ឆ្នាំ2004បានមួយរយៈក៏ត្រូវបានក្រុមបាល់ទាត់រាជាកាសាប្លង់កាដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ារ៉ុកចាប់អារម្មណ៍នាំយកធ្វើជាគ្រូបង្វឹកនៅក្នុងឆ្នាំ2004តែគេមិនបានដឹងថាការដឹកនាំរបស់លោកបានរហូតដល់ឆ្នាំណាឡើយបន្ទាប់មកដល់ឆ្នាំ2011លោកក៏វិលត្រឡប់ជាគ្រូជំនួយនៅក្រុមបាល់ទាត់ AJ Azuri វិញបានត្រឹមឆ្នាំ2012មុនធ្វើដំណើរមកកាន់ប្រទេសនៅក្នុងតំបន់អាស៊ានដោយដឹកនាំក្រុម Ho Chi Minh City FC ក្នុងប្រទេសវៀតណាមនៅឆ្នាំ2017បន្ទាប់មកនៅរដូវកាលឆ្នាំ2021និង22លោកបានទៅដឹកនាំក្រុមមួយនៅក្នុងប្រទេសបារាំងវិញសម្រាប់បច្ចុប្បន្នលោក Alan Fit កំពុងកាន់ការងារជានាយកបច្ចេកទេសក្រុមបាល់ទាត់ Melbourne City FC ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលីគូបញ្ជាក់ដែរថាលោក Alan Fit កើតនៅថ្ងៃទី17ខែកញ្ញាឆ្នាំ1958បច្ចុប្បន្នមានវ័យ66ឆ្នាំគឺជាអតីតកីឡាករដែលមានឥទ្ធិពលនៅក្នុងលេខកំពូលរបស់ប្រទេសបារាំងនាអំឡុងឆ្នាំ1977រហូតដល់ឆ្នាំ1993និងជាគ្រូបង្វឹកបាល់ទាត់ក្នុងទសវត្សរ៍ឆ្នាំ2000រហូតដល់បច្ចុប្បន្ន